ខុសតារួមទាំងទស្សនភាពខ្ទេចខ្ទីនៃស្ពានមេទឹកក្រោយពីការវាយប្រហារតាមរយៈទ័ពអាកាសរបស់ប្រទេសថៃកាលពីថ្ងៃទី13ខែធ្នូឆ្នាំ2025កន្លងទៅនេះទស្សនភាពនៃការខូចខាតទាំងស្រុងនៅស្ពានជ័យជំនះដែលហៅថាស្ពានមេទឹកដែលស្ថិតនៅក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដែលត្រូវបានទាហានឈ្លានពានរបស់ប្រទេសថៃទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F-16 កំទេចចោលកាលពីថ្ងៃទី13ខែធ្នូឆ្នាំ2025នេះបើយោងទៅតាមសារព័ត៌មានពេកទីភ្នាក់ងារសារព័ត៌មានរបស់កម្ពុជា AKP បានប្រកាសនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026នៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026នេះក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រួមជាមួយនឹងអង្គភាពព័ត៌មានចំនួន11ផ្សេងទៀតដែលដឹកនាំដោយក្រសួងព័ត៌មានបានចុះផ្តិតយកទស្សនវិជ្ជាដោយផ្ទាល់នៅទីនោះជាថ្មីដើម្បីបង្ហាញឲ្យឃើញច្បាស់ពីទង្វើឈ្លានពានការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកមិនរើសមុខមិនរើសទីតាំងរបស់ទាហានថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាសូមបញ្ជាក់ថាស្ពានជ័យជំនះដែលហៅថាស្ពានមេទឹករបស់កម្ពុជាត្រូវបានស្ថាបនាជាស្ពានបេតុងព្រែកកុងត្រាំងដែលតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃស្ទឹងមេទឹកដែលស្ថិតនៅលើផ្លូវជាតិលេខ55ត្រង់គីឡូម៉ែត្រលេខ169នៅ400ដែលមានប្រវែង180ម៉ែត្រទទឹង10ម៉ែត្រស្ពាននេះស្ថាបនារួចនៅក្នុងឆ្នាំ2018ដោយក្រុមហ៊ុនចិន COBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រហែល 8.5 គីឡូម៉ែត្រដែលជាច្រកងាយស្រួលតែមួយគត់ភ្ជាប់ទៅប្រជុំជនថ្មដាស្រុកវាលវែងបច្ចុប្បន្នដើម្បីសម្រួលដល់ចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់និងអាជ្ញាធរបានជួសជុលផ្លូវគ្រួសក្រហមដើម្បីធ្វើដំណើររបស់ប្រជាពលរដ្ឋហើយនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026កាលពីម្សិលមិញនេះទាហានសៀមបានស្ទូចកុងតឺន័រដាក់តម្រៀបធ្វើជារបងដើម្បីពត់យកដីកម្ពុជានៅច្រកជ័យជំនះឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់វីរៈកងទ័ពកម្ពុជាដែលឈរជើងនៅទីនោះបានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ពួកទាហានសៀមបានដឹកជញ្ជូនទូកុងតឺន័រជាច្រើនគ្រឿងមកដាក់នៅចំណុចច្រមុះជ្រូកច្រកជ័យជំនះដែលពួកវាបានរៀបបន្លានោះកាលពីថ្ងៃមុនដើម្បីលើកតម្រៀបធ្វើជារបងយកដីរបស់កម្ពុជាយើងប៉ុន្តែដោយសារថ្ងៃនោះឃើញក្រុមសង្កេតការ AOT របស់អាស៊ានដែលនៅសង្កេតការទើបពួកវាមិនហ៊ានដាក់ភ្លាមលុះក្រុមអ្នកសង្កេតការអាស៊ានដកចេញទើបនៅវេលាម៉ោងប្រមាណ5ទីភ្លឺថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ពួកទាហានសៀមក៏យកគ្រឿងចាក់ស្ទូចកុងតឺន័រដាក់កាត់ផ្លូវមិនធ្វើឲ្យមានចរាចរណ៍ទៅមកបាននោះទេវីរៈកងទ័ពរបស់យើងបន្តទៀតថានៅពេលដែលពួកទាហានសៀមស្ទូចកុងតឺន័រដាក់នោះទាហានកម្ពុជាយើងបានខាត់មិនឲ្យដាក់ឡើយរហូតដល់មានការរុញច្រានគ្នាទៅវិញទៅមកប៉ុន្តែมันមានការផ្ទុះអាវុធនោះទេដោយសារតែភាពអត់ធ្មត់របស់វីរៈកងទ័ពកម្ពុជាយើងគោរពទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនិងកិច្ចព្រមព្រៀងសន្តិភាពពួកទាហានសៀមក៏នៅតែជំនះរហូតលើកទូកុងតឺន័រដាក់ពីលើទ័ពកម្ពុជាតែម្ដងដើម្បីសង្កត់ពីលើឃើញដូច្នេះកងទ័ពកម្ពុជាយើងក៏នាំគ្នាដកថយចេញពេលនោះពួកវាក៏ធ្វើសកម្មភាពលើកទូកុងតឺន័របិទផ្លូវតែម្ដងនៅពេលបិទផ្លូវមិនអាចធ្វើចរាចរណ៍បានពួកទាហានសៀមក៏បានសម្រុកលើកកុងតឺន័រដាក់តម្រៀបពត់យកផ្ទះនិងហាងលក់ដូររបស់ប្រជាពលរដ្ឋនៅចំណុចចំោះជ្រូកនោះតែម្ដងដែលតាំងពីព្រឹករហូតដល់ថ្ងៃទី7ខែកុម្ភៈឆ្នាំ2026នេះវីរៈកងទ័ពនិងប្រជាពលរដ្ឋកម្ពុជាយើងបានត្រឹមតែឈរមើលសកម្មភាពរបស់ទាហានសៀមតែប៉ុណ្ណោះប៉ុន្តែនៅវេលាប្រមាណម៉ោង1រសៀលថ្ងៃទី7ខែកុម្ភៈទាហានសៀមបានបើកទូកុងតឺន័រចំនួន2ដើម្បីឲ្យប្រជាពលរដ្ឋចេញចូលផ្លូវមួយចំហៀងសូមបញ្ជាក់ថាកាលពីថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ក្រុម AOT អាស៊ានមកពីប្រទេសម៉ាឡេស៊ីប្រ៊ុយណេវៀតណាមឡាវនិងហ្វីលីពីនដែលដឹកនាំនិងសម្របសម្រួលដោយកងទ័ពកម្ពុជាបានចុះទៅសង្កេតការណ៍នៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ហើយឃើញផ្ទាល់នឹងផ្នែកនិងទង្វើឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជាគឺជាការពាត់បន្លាលុះយកដីផ្ទះហាងលក់ដូររបស់ប្រជាពលរដ្ឋនិងសកម្មភាពដឹកទូកុងតឺន័រយ៉ាងកក្លឿនផងដែរសកម្មភាពរំលោភទាំងកម្រោលបែបនេះគឺជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរដែលសហគមន៍អន្តរជាតិត្រូវតែចាត់ការជាបន្ទាន់និងជួយអន្តរាគមន៍ដល់កម្ពុជាដែលកំពុងរងគ្រោះយ៉ាងអយុត្តិធម៌